ឡើងណោតនឹងតាំងពី30ឆ្នាំជាងមកខ្ញុំទិញបានស្រែច្រើនណាទិញស្រែធ្វើផ្ទះធ្វើលបងឥឡូវខ្ញុំទិញឡានទៀតតាមមុខលបឡើងណោតតែយើងឡើងឲ្យពិតប្រកបដែរជាង30ឆ្នាំនៅក្នុងរបរឡើងថ្នោតនិងលក់ស្ករថ្នោតគ្រួសារលោកសុកសល់និងអ្នកស្រីសយឡុងរស់នៅភូមិអង្គតាឯកឃុំភ្នំតូចស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺមានជីវភាពល្អប្រសើរគួរឲ្យកត់សម្គាល់លោកបានទិញរថយន្តមួយគ្រឿងមានតម្លៃជាង$10,000សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារដែលជាប្រាក់បានមកពីការលក់ស្ករត្នោតបើចំពោះរូបខ្ញុំឡើងត្នោតនេះជាការងារដ៏ល្អបានថានឹងយើងអត់បាច់ទៅស្រុកឆ្ងាយហើយយើងប្រកបអាជីវកម្មនឹងស្រួលអត់ពិបាកលក់ពិបាកដូរអីចាឲ្យខ្ញុំជួយផលប្រយោជន៍ខ្ញុំបានច្រើនណាស់បានច្រើនខ្ញុំឡើងត្នោតនឹងតាំងពី30ឆ្នាំជាងមកខ្ញុំទិញបានស្រែច្រើនណាទិញស្រែធ្វើផ្ទះធ្វើលបងឥឡូវខ្ញុំទិញឡានទៀតតាមមុខលបឡើងណោតតែយើងឡើងឲ្យពិតប្រកបដែរថាបើថាដូចយើងធ្វើការអីមួយយើងឲ្យពិតប្រកបថាឡើងណោតយើងប្រឹងឲ្យឡើងណោតខែភាសាយើងត្រៀមអស់ត្រៀមអីទុកយ៉ាងទៅដល់ពេលឡើងយើងដឹងតែដុតហ្មងក្នុងមួយថ្ងៃលោកសុកសល់ត្រូវឡើងត្នោតពី30ទៅ40ដើមដែលអាចផលិតជាស្ករម្សៅបានប្រមាណជា30គីឡូក្រាមក្នុងមួយថ្ងៃតាមរយៈមុខរបរឡើងត្នោតមួយនេះគ្រួសាររបស់អ្នកស្រីសយឡុងអាចរកប្រាក់ចំណូលសរុបបានចន្លោះពី$6,000ទៅ$7,000ក្នុងមួយឆ្នាំដោយឡែកសម្រាប់កសិករដែលប្រកបរបរឡើងត្នោតពិតប្រាកដផ្សេងទៀតដែលរស់នៅក្នុងភូមិក៏អាចសន្សំប្រាក់សាងសង់ផ្ទះក្បឿង2ទៅ3ខ្នងនិងមានជីវភាពល្អប្រសើរផងដែរក្នុងមួយឆ្នាំយើងអាចបានទៅ$6,000-7,000បើគេប៉ិន10000ដល់យើងថាចំណាយចំណូលហូបអស់យើងថាចាយវាអស់5,000យើងសល់3-4,000ទិញនេះបានមកតឡង់រ៉េហើយតឡង់2តឡង់មួយឆ្នាំហើយសុំឥឡូវនឹងមាសវាឡើងថ្លៃទៀតអ្នកឡើងណោតតាមខ្ញុំមើលណាខប់ប្អូនខ្ញុំផ្ទះ2-3ខ្នងហើយក្មួយខ្ញុំលបងជុំវិញផ្ទះ2-3ខ្នងហើយហ្នឹងសិតតាអ្នកបកបមកបឡើងណោតអត់មានខ្ញុំតាមខ្ញុំមើលតើឃើញណាស់អ្នកឡើងណោតក្រហងខ្ញុំឃើញតែគេមានអត់ឃើញក្រចាប្រកាសជាឡើងថ្នោតគុំឡើងទៅយើងឈប់ដល់ពេលពាក់កណ្ដាលដៅឈប់បាត់ហើយចឹងលុយនឹងបានមកពីណាបើគាត់អត់ពិតប្រកបតែបើគេអ្នកពិតប្រកបអត់ដែលឃើញក្រអ្នកឡើងណោតបើខ្ញុំឡើងតាំងពីម៉ែពុកខ្ញុំ79មកចុះពីពតមកតាំងណោតតែរហូតចុះពតមកគេចាយមាសម្លាំងស្ករម្លាំងមាសជីខំលាំងមាសជីអត់ឃើញណាក្រហងអ្នកឡើងណោតតែគាត់ថាវាហត់ទេការងារហ្នឹងវាអត់សំណុកទេវាយើងឡើងខ្ពស់អញ្ចឹងចុះមកវិញតែតើយើងស៊ូតានេះថាអត់ពេលសម្រាប់អីយើងសម្រាប់បាន1ម៉ោងអីពី1ម៉ោងកន្លះអីឡើងទៀតហើយនឹងតស៊ូដល់ប្រឹងតែបើយើងអត់ស៊ូអត់កើតទេឡើងណោតតែអ្នកឡើងណោតអត់ឃើញក្រតាមខ្ញុំមើលក្នុងភូមិខ្ញុំឯណាតែអ្នកដទៃខ្ញុំអត់ដឹងយោងតាមលោកសំសរឿនប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺបានឲ្យដឹងថាគិតត្រឹមឆ្នាំ2026នេះសមាគមមានសមាជិកដែលជាអ្នកផលិតស្ករត្នោតចំនួន150គ្រួសារក្នុងនោះអ្នកផលិតស្ករត្នោតសរីរាង្គមានចំនួន59គ្រួសារនិង91គ្រួសារផ្សេងទៀតផលិតស្ករម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឬហៅកាត់ថា GI បើអ្នកឡើងត្នោតចាប់ពី30ដើម40ដើមគាត់រកចំណូលបានក្នុងអំឡុងរយៈពេល5ខែបើយើងនិយាយឲ្យចំទូរហ្មងតែខែ3ខែ4ខែ5រយៈពេលតែ3ខែទេតែគាត់អាចរកបានទៅ$5,000ទៅ$6,000បើចាប់ដើមពី40ដើមឡើងទៅគាត់បាច់បាន$6,000បាទមូលហេតុអីបើខ្ញុំមានធ្លាប់មានបទពិសោធន៍កន្លងទៅហើយក៏ខ្ញុំចុះតាមផ្ទាល់ជាក់ស្ដែងដោយជំរាបប្រាប់បងអូនហ្នឹងលោកសុកសល់លោកសុកសល់គាត់ថាខ្ញុំឡើងដល់12ឆ្នាំខ្ញុំទិញ Highlander មួយជាឲ្យមេប្រាប់ខ្ញុំហៅខ្ញុំទៅមេអញ្ចឹងទិញ Highlander មួយជាគាត់និយាយខ្ញុំ2025គាត់ថាគាត់លោកស្ករចប់គាត់ទិញមែនគាត់ថាបន្ថែមតែ200ទេដល់បន្ថែមតែ200ទេគាត់បាន Highlander មួយជាអញ្ចឹងជាក់ស្ដែងដូចគាត់មែនបាទ
សុកសល់ខ្ញុំសូមសរសើរវិជាជនអ្នកឡើងថ្នោតគឺចំណូលគាត់គឺចូលរហូតបាទ សូមសំណូមពរឲ្យអ្នកឡើងណោតទាំងអស់ខំប្រឹងឡើងណោតឲ្យបានឡានជីកុំឲ្យគេថាអ្នកឡើងណោតអន់ណាអត់សមត្ថភាពទេកុំឡើងណោតកុំគិតយ៉ាងខ្ញុំឡើងណោតទិញបានឡានជីតើអ្នកណាថាបើថាចង់ប្រាក់មាសប្រាក់បាក់ក៏បានដែរកុំថាអ្នកឡើងណោតអត់ណាអត់ទេអ្នកឡើងណោតឲ្យពិតប្រកបមានតើអត់ក្រទេ សូមដើមអ្នកឡើងណោតទាំងអស់មុំទិញឡានគ្រប់គ្នាកុំឲ្យគេថាអ្នកឡើងណោតអត់